អូខេបាទហ្នឹងហើយសួស្តីបងប្អូនទាំងអស់គ្នា content យើងថ្ងៃហ្នឹងយើងនិយាយអំពី Photoshop technique ណាហើយយើងមាន5ចំណុចដែលយើងបង្ហាញគ្នាយើងអញ្ចឹងយើងចាប់ផ្ដើមពីបច្ចេកទេសទី1របស់យើងទៅគឺ Smart Object អញ្ចឹងណាអញ្ចឹង Smart Object ប្រហែលជាគឺយើងយល់បានច្រើនគួរសមដែរប៉ុន្តែនៅនេះមានកន្លែងពិសេសមួយសម្រាប់គ្នាយើងបាទយើងចាប់ផ្ដើមចូលទៅក្នុង Photoshop ទាំងអស់គ្នាណាអញ្ចឹងយើងបើក Photoshop ថ្មីមកចាប់ផ្ដើមពីដំបូងទៅហ្មងទៅខ្ញុំអត់ចាប់ផ្ដើមពី project ថ្មីឲ្យយើងទេខ្ញុំបង្កើតទៅមួយទាំងអស់ណាអូខេតោះអញ្ចឹងយើងចូលទៅក្នុង file អូខេចូល file menu យកពីថា new មួយមកអញ្ចឹងយើងយកឧទាហរណ៍ថាខ្ញុំយកទំហំ print A4 กระดาษផ្ដេកអាហ្នឹងតើតើជាមួយទំហំអីយើងមិនធ្លាប់បង្ហាញយើងដែរអស់ហើយបានប៉ុណ្ណឹងហើយចុចពាក្យថា create មកចុចយើងបានទំព័រថ្មី A4 អូខេឥឡូវឧទាហរណ៍ថាចេះអ្វីដែលខ្ញុំចង់និយាយគឺ smart object ប៉ុន្តែនៅនេះខ្ញុំនិយាយបច្ចេកទេសដែលវាអាកំបាំងមួយចំនួនណាដែលជួយគ្នាយើងបានច្រើនឧទាហរណ៍ថាខ្ញុំធ្វើការបង្កើតជា template មួយជា letterhead ឬមួយក៏ជា banner អីចឹងទៅហើយយើងអាចយកទៅប្រើប្រាស់មិនថាការងារអីទេទូទៅយើងអាចប្រើបច្ចេកទេសមួយហ្នឹងដូចជាយើងធ្វើការ design name card យើងត្រូវដាក់ logo អីចឹងណាហើយ logo របស់យើងត្រូវការ update វារហូតអីចឹងទៅគឺយើងអាចប្រើបច្ចេកទេសមួយហ្នឹងបានទៅមើលបងប្អូនឥឡូវឧទាហរណ៍ខ្ញុំគូជា logo set banner ខាងក្រោមបន្តិចចូលឧបករណ៍របស់ខ្ញុំនេះមក rectangle tool ហើយខ្ញុំគូខ្វោកអូខេទំហំប៉ុណ្ណាក្បាលបញ្ហាដាក់វាចឹងមកដូរពណ៌ចុចដូរពណ៌មកឧទាហរណ៍ខ្ញុំដូរពណ៌លើនេះក៏បានអូខេចុចមកដាក់ក្រហមអូខេក្រហមអញ្ចឹងនេះជា lower third អញ្ចឹងណាហើយវាចង់ឆ្នៃអីទៀតយើងអាចជាអក្សរ A មកជាអក្សរ A យើងចូលមកក្នុងអីគេឧបករណ៍ direct selection tool មួយនេះព្រួយពណ៌សអញ្ចឹងយើងអាចធ្វើការ select ទៅលើ anchor point បានអញ្ចឹងយើងអាចទាញបានឃើញអត់យើងចង់ឆ្នៃមិនក៏បានសាច់ចិត្តរបស់យើងទេបើ shift មកវាស្មើឧទាហរណ៍ឆ្នៃលេងមួយគ្នាយើងចុច yes ខ្ញុំអូសទាំងពីរហ្នឹងមកខ្ញុំទីមកស្ដាំអូខេអូខេខុសទីខុសទីត្រង់ណាយើងជិះ shift ផងឲ្យត្រង់ល្អ control លេខ0មកឃើញពេញធម្មតាវិញហើយខ្ញុំ copy នឹងមួយទៀតមកឧទាហរណ៍ចុច alt key ឬក៏ option key ក្នុង Mac ទីខ្វាច់អូខេត្រឡប់វាមក control T មកស្ដាំខ្ញុំយក flip horizontal flip vertical ខ្ញុំទៅលឿនតិចអាសានេះលក្ខណៈសាមញ្ញទេឧទាហរណ៍ចឹងវែងតិចមកជាសក់ A អូសពី មកទីមកដល់គេមកខាងក្រោយឧទាហរណ៍ខ្ញុំធ្វើ lower third banner មួយណាជាអក្សរ V មកកាន់ឯគេវិញមកកាន់ move tool control លេខ0ឬ command លេខ0នៅក្នុង Mac ចឹងយើងបានមួយមកហើយដាក់ logo មួយចូលឥឡូវឧទាហរណ៍ខ្ញុំគូ logo ជាមួយនឹង rectangle tool ដដែលងាយខ្ញុំគូប្រអប់មួយខ្ញុំដាក់ឲ្យវាកោងតិចនេះ corner widget របស់យើងវា auto ចេញមកហើយយើងទាញខ្វាច់គឺវាបែបហ្នឹងអូខេអញ្ចឹងខ្ញុំបញ្ជាក់ថាខ្ញុំទៅលឿនតិចហើយដោយសារតែមេរៀននេះគឺសម្រាប់អ្នកដែលចេះខ្លះហើយអញ្ចឹងអ្នកអត់ទាន់ចេះទេអាចមើលវីដេអូឡើងវិញទៅខាឡើងវិញទៅអាចមើលតដែរអញ្ចឹងណាឥឡូវយើងមើល logo មួយឧទាហរណ៍ប៉ុណ្នេះដាក់អក្សរចូលខ្ញុំសរ T select click មួយមកខ្ញុំដាក់អក្សរថា CG ឧទាហរណ៍អញ្ចឹងទៅហើយ control A ខ្ញុំដូរពណ៌មកពណ៌ខ្មៅដាក់ចូលកណ្ដាលនេះមក control T ឲ្យធំបន្តិចអូខេជា Sophie control T ឬ command T ក្នុង Mac ទីខ្វាច់ឧទាហរណ៍ទីដាក់កណ្ដាលនេះមកជាយើងបាន logo មួយមកហើយអញ្ចឹង logo មួយនឹងឥឡូវឧទាហរណ៍ខ្ញុំចង់ធ្វើវាទៅជា smart object គ្នាយើងស្គាល់ smart object ហ្នឹងមិនអញ្ចឹងហ៎អីគេ smart object គឺគ្រប់យ៉ាងគឺយើងអាចធ្វើការកែសម្រួលបានគ្រប់ពេលហើយវា update ឲ្យយើងមិនអញ្ចឹងឥឡូវឧទាហរណ៍យកពីរហ្នឹងហើយអូសទាំងពីរហ្នឹងមកស្រួយទាំងពីរ layer របស់យើងហ្នឹងយើងយកយើងបើស្ដាំលើវាយើងពាក្យថា convert to smart object យ៉ាងមួយនេះនេះយើងមើលឃើញទេនេះ convert to smart object អូខេនេះយើងអាចមើលអត់ឃើញខ្ញុំ check អានេះឲ្យយើងបន្តិចខ្ញុំដាក់អានេះឲ្យគ្នាយើងមើលនេះ convert to smart object យើងមកស្ដាំលើនេះមក convert to smart object អូខេមួយនេះចុច flip មកហើយអញ្ចឹងយើងបាន smart object មួយមកហើយអញ្ចឹងពី layer មិញវាទៅជាមួយ layer មិនអញ្ចឹងហ៎អូខេឥឡូវឧទាហរណ៍ control T ឲ្យតូចតិចមកឲ្យធំពេកខ្ញុំដាក់ចូលកន្លែងនេះអូខេដាក់ឡើងហ្នឹងណាតែពណ៌វាខុសគ្នាដូចគ្នាយើងមើលអក្សរ background របស់យើងដូរអាក្រោមតិចមកឧទាហរណ៍ខ្ញុំដាក់វាខ្មៅបន្តិចអាក្រោមនេះឲ្យវាខ្មៅបន្តិចមកឧទាហរណ៍ឬក៏ដូរពណ៌ផ្សេងក៏បានស្អាតចិត្តរបស់យើងណាដាក់ពណ៌អីក៏បានអត់បញ្ហាអូខេបានអញ្ចឹងពេលយើងបាន smart object មួយនឹងហើយយើងចង់កែវាឧទាហរណ៍យើងធ្វើម៉េចចុចពីរដងនៅលើវាមកអូខេលើ icon វាហ្នឹងយើងចូលមកក្នុងអីគេមកក្នុង document ថ្មីមួយគេដាក់ cg.psb នេះអូខេចឹងយើងអាចដូរពណ៌ដូរឲ្យដាក់ពណ៌សវិញឧទាហរណ៍ពណ៌ស background មិនចឹងហើយជា control ឬ command delete យើងចាក់ពណ៌សបញ្ចូលហើយជា control S មួយមក
chứ bây giờ smart object វាស្រួលថងហ្នឹងយើងចុចមកគឺវាកែឲ្យយើងអូតូម៉ាទិកអូខេនឹងលក្ខណៈសាមញ្ញរបស់វាគឺប៉ុណ្ណឹងហើយមួយទៀតជាមួយនឹង smart object គឺយើងអាចធ្វើការប្រិយព្រមបានតាមចិត្តគឺវាអត់ធ្វើការវាអត់បែកក្រប pixel របស់វាទេវារក្សាទម្រង់ដើមរបស់វាទាំងស្រុងហ្មងឧទាហរណ៍ control T មកខ្ញុំទាញធំប៉ុណ្ណានៅច្បាស់ល្អតែព្រោះ smart object មិនអញ្ចឹងវារក្សាគេ vector detail របស់វាទាំងអស់ហ្មងអូខេមួយទៀតលក្ខណៈពិសេសរបស់ smart object មិនមែនតែប៉ុណ្្នឹងទេខ្ញុំជិះចុះគ្រប់តិចមកអូខេមកវិញតោះយើងមើលទាំងអស់គ្នាឧទាហរណ៍ខ្ញុំ save project មួយហ្នឹង save ខ្ញុំ file ខ្ញុំ save as តមកទៀតខ្ញុំចូលទៅក្នុង live stream របស់ខ្ញុំនេះខ្ញុំដាក់ឈ្មោះវាថាឧទាហរណ៍ដាក់ថា banner អូខេដាក់ banner 01ហើយខ្ញុំចុច save ហើយអូខេបន្តមកទៀតខ្ញុំចង់ធ្វើ style មួយសម្រាប់document ផ្សេងមួយទៀតដែលមាន style ដដែលឧទាហរណ៍ណាខ្ញុំ save មួយទៀតមក control shift s ខ្ញុំដាក់មក banner 02ជាយើងបង្ហាញ2គឺយើងយល់បានហើយតែឧទាហរណ៍ក្នុងករណីដល់ឯសំខាន់ណានៅយើងក្នុងករណីដែលយើងចង់ដូរពណ៌ logo របស់យើងឥឡូវឧទាហរណ៍ខ្ញុំចង់ដូរពណ៌ logo ទៅជាពណ៌ផ្សេងអត់ចាំបាច់ពណ៌ក្រហមទេជីធ្វើម៉េចឥឡូវបិទវាចោលសិននេះsmart object យើងកែមុនហ្នឹងយើងបិទវាចោលបើច្រឡំគ្នាឥឡូវចូលលើ banner 02យើងមាន document 2មិនអញ្ចឹងហ៎ខ្ញុំបើក file open មួយទៀតមកគឺ document នេះគេនៅ banner 01មួយទៀតមិនអញ្ចឹងហ៎មិនហ្នឹងមិនណាចេះ banner 01នេះ banner 01ខ្ញុំចូល open មកអញ្ចឹងពីរហ្នឹងពណ៌តែមួយឃើញអត់អញ្ចឹងនៅក្នុង banner នីមួយៗឧទាហរណ៍ថាខ្ញុំដាក់អក្សរដាក់អីចូលអញ្ចឹងឧទាហរណ៍ណាខ្ញុំដាក់អក្សរចូលអញ្ចឹងមកហើយ style មួយអញ្ចឹងទៅ T ខ្ញុំ align right នៅក្នុង banner save មួយមកក្នុង banner 02ខ្ញុំធ្វើការជាមួយនឹងអក្សរឈរចេះមកឧទាហរណ៍ត្រឹមឆ្វេងខ្ញុំដូរពណ៌ផ្សេងឧទាហរណ៍ដាក់បៃតងអីចឹងទៅអូខេអូមើលអត់ឃើញទេពណ៌នេះចាស់តិចមកហើយខ្ញុំ save វាចេញមាន document 2 banner 01ហើយ banner 02ដែលមាន lower third នេះbanner lower third របស់យើងហ្នឹងគឺ style តែមួយទេឃើញអត់មាន logo តែមួយខាង content របស់យើងខាងលើនេះគឺវាផ្សេងគ្នាក្នុងករណីយើងចង់ដូរអា logo របស់យើងនេះទៅជាពណ៌ផ្សេងមួយទៀតទីធ្វើម៉េចទីដឹងហើយជា smart object ចុចពីរដងនៅលើ thumbnail របស់វានេះមកចុចពីរដងលើវាជាយើងអាចកែបានឃើញអត់ចុចនៅនេះមកចុចពីរដងឧទាហរណ៍ខ្ញុំកែទៅជាពណ៌យើងកម្ៅហើយ font របស់យើងនេះខ្ញុំចង់ដូរវាជាអក្សរ T នេះមកខ្ញុំដាក់ឲ្យវាស្ដើងដាក់ light ឧទាហរណ៍ណាដាក់ light italic ទេខ្ញុំប្រើ light ហើយខ្ញុំ save វាមួយមក file save អូខេបានហើយយើងទៅមើលទាំងអស់គ្នានៅក្នុង banner 01 update អត់ទេអត់ update ទេក្នុង banner 02 update អត់ទេគឺវា update អូខេអញ្ចឹង smart object ទៅចាំពេលយើងកាត់ smart object ហើយយើង save វាជាដាក់ផ្សេងគ្នាអញ្ចឹង smart object របស់យើងហ្នឹងវាអត់ link ទេមានន័យថាវានៅដោយឡែកពីគ្នាប៉ុន្តែឧទាហរណ៍ចង់កែមួយនេះអាទី1នេះគឺយើងកែផ្សេងមួយទៀតយើងឃើញអត់នេះវាបើកពីរផ្សេងគ្នាឃើញអត់បើកពីរផ្សេងគ្នាយើងកែមួយនេះឧទាហរណ៍ខ្ញុំដូរពណ៌ background របស់យើងទៅជាពណ៌ផ្សេងបៃតងឧទាហរណ៍អក្សរយើងនេះខ្ញុំដាក់ទៅជាពណ៌ឧទាហរណ៍ក្រហមអញ្ចឹងមកអូខេមើលឃើញយើងដាក់ exchange បន្តិចជាដាក់មកអញ្ចឹងអត់បញ្ហា control S យើងទៅមើលទាំងអស់គ្នា banner 01គឺអាបៃតងរបស់យើងនេះ banner 02នេះគឺពណ៌មួយនេះអញ្ចឹងមានថា logo វាអត់ link ទេនេះជាបញ្ហាខ្ញុំចង់បង្ហាញថ្ងៃហ្នឹងគឺអាកន្លែងហ្នឹងឯងអូខេក្នុងករណីអញ្ចឹងដើម្បីឲ្យ logo របស់យើងហ្នឹងវា link គ្នាយើងដូរមួយឲ្យដូរទាំងអស់ហ្មងអត់ចាំបាច់link ទៅ link អត់បាច់ពីរផ្សេងគ្នាអញ្ចឹងយើងពិបាក copy ឧទាហរណ៍ស្លាយមួយនេះអញ្ចឹងត្រូវ copy វាចុចលើវាហើយខ្ញុំ control C អញ្ចឹងយ៉ា control C copy វាហើយចូលអានេះលុបអានេះចោលឧទាហរណ៍អត់ពេញចិត្តហ្នឹងទេហើយ control V បើយើង control V នេះ logo យើងចុះកណ្ដាលចេះវាអត់ចំកន្លែងដើមរបស់វាទេក្នុងករណីខ្ញុំប្រាប់ក្បាច់ទៀតយើង copy ពី document មួយទីតាំងកន្លែងហ្នឹងទំហំវាប៉ុនគ្នាយើង control C មកចូលអានេះយើងជា control shift V វាផេះចោលកន្លែងដើមហ្នឹងហ្មងឃើញអត់អញ្ចឹងអាពីរហ្នឹងគឺវាដូចគ្នាមិនអញ្ចឹងបិទចោលវិញសិនមកឥឡូវឧទាហរណ៍ដូរទៀតខ្ញុំចង់ដូរទៀតចុចលើវាហើយចុចពីរដងលើនេះខ្ញុំដូរម្ដងទៀតមកដូរពណ៌នេះទៅជាពណ៌យើងខៀវម្ដងឧទាហរណ៍ហើយខ្ញុំ save control S អូខេពេលខ្ញុំ save វាហើយយើងចូលក្នុងអាទី1នេះវាដូរពណ៌ខៀវឃើញអត់ចុះអាទី2ដូរអត់ទេអត់ដូរដដែលអូខេអញ្ចឹងខ្ញុំចង់ប្រាប់កន្លែងហ្នឹងសំខាន់គឺឲ្យវា link គ្នាហ្មងគឺធ្វើម៉េចយើងមើលកន្លែងនេះ file អូខេវាមានកន្លែង place
embedded ហើយនឹង place link សំខាន់ហ្នឹងណាអញ្ចឹងទីយើងមើលទាំងអស់គ្នា place embedded និង place link ហ្នឹងវាពាក់ព័ន្ធជាមួយនឹង smart object របស់យើងហ្នឹងឯងអញ្ចឹងមុននឹងនិយាយពី logo អញ្ចឹងបង្ហាញឲ្យយើងដែរតើតើជាមួយនឹងអាពីរហ្នឹងជាទូទៅគេប្រើមួយនេះ place embedded ដូចយើងធ្វើអានេះអញ្ចឹងគឺយើងយករូបភាពឬក៏ជា document របស់យើងដាក់បញ្ចូលសម្រាប់ document មួយទៀតជាលក្ខណៈ embed ភ្ជាប់គ្នាជាមួយ document របស់យើងអញ្ចឹងពេលយើងកែផ្សេងទៀតវាអត់ពាក់ព័ន្ធគ្នាទេក៏ប៉ុន្តែពេលយើងយកអា link នេះមកគឺយើងដាក់មួយជាប់ទាំងអស់3 10 document ក៏វាជាប់គ្នាទាំងអស់ដែរវានៅជាប់មួយគ្នាយើងកែមួយគឺវាកែទាំងអស់ឲ្យយើងហ្មងអញ្ចឹងណាអូខេឥឡូវឧទាហរណ៍យើង place embedded មួយនេះមក place embedded នេះមកដាក់ logo បញ្ចូលនេះ logo CG Cafe Master Class របស់យើងណាឧទាហរណ៍ដាក់ប៉ុណ្នេះមកអញ្ចឹង logo ជា smart object អត់ទេជា smart object អញ្ចឹងរាល់ពេលដែលយើង place បែបហ្នឹងតែក្នុងផ្សេងគ្នាផ្សេងគ្នាអញ្ចឹងមានថាពីរហ្នឹងវាអត់ជាប់គ្នាដូចយើងបានធ្វើនេះអញ្ចឹងតែវាចង់ជាប់គ្នាយើងប្រើអីគេវិញយើងប្រើ place link អញ្ចឹងគ្រប់ពេលដែលយើងធ្វើការកែ smart object មួយណាមិនថាមួយណាទេគឺវាកែទាំងពីរឲ្យយើងអូខេអញ្ចឹងមើលដល់គ្នាណាយើងតាប់ដាក់ទាំងអស់គ្នាទៅដំបូងទៅហ្មងឥឡូវឧទាហរណ៍ខ្ញុំពេញចិត្ត logo មួយនេះពណ៌ក្រហមនេះចោះខ្ញុំចង់យកវាធ្វើជា main document របស់យើងជា main logo របស់យើងដើម្បីយកវាមកធ្វើការ place ទៅលើកន្លែងដាក់ document របស់យើងផ្សេងទៀតដែលយើងចង់បានហ្នឹងជាយើងធ្វើម៉េចចុចពីរដងលើវាមកវាបើក document ថ្មីឲ្យយើងមួយទៀតដែរបើចឹងតែយើងអត់ធ្វើការលើអាហ្នឹងទេគឺយើង save អាហ្នឹងទុកហ្មងយើង save វាទុកណាជា control shift s control shift s យើង save វាមក save as ហើយយើងដាក់ទីតាំងរបស់យើងឥឡូវឧទាហរណ៍យើងដាក់នៅក្នុងកន្លែងរបស់យើងនេះមកខ្ញុំដាក់ឈ្មោះថា CG logo ដាក់អញ្ចឹងហ្មងអូខេ save ផ្លឹបហើយអូខេបានពេលយើង save ហើយបិទវាចោលអានេះបិទចោលដែរមកអាទី1នេះខ្ញុំលុបវាចោលទី2នេះខ្ញុំលុបវាចោលអូខេយើងមើលអស់គ្នាយើងចាប់ផ្ដើម place ម្ដងអូខេយើងធ្វើហើយយើងចាប់ផ្ដើម save វាហើយយើង place file យើងយកពាក្យថា place link អាមួយនេះចុច link ហ្នឹងមកហើយយើងចូលទៅក្នុង CG logo របស់យើងហើយយើង place វាចូលហើយយើងចាប់ដើមពីព្រោះទំហំរបស់យើងពេញចិត្តប៉ុណ្ណាដាក់ប៉ុណ្្នឹងមកណាយើងសេរីតាមចិត្តរបស់យើងដាក់កន្លែងនេះឧទាហរណ៍យើងពេញចិត្តកន្លែងហ្នឹងចុចពីរដងលើវាមកហើយចង់យកវាដាក់អាផ្សេងមួយទៀតចុចលើវាហើយ Control C ចូលមកនេះមកហើយ Control Shift V ចូលមកហ្នឹងហើយអញ្ចឹងមានន័យថាបើយើងមើល icon របស់វានេះបើយើង place link ណាយើងឃើញសញ្ញាច្របាក់នេះមួយនេះតែច្របាក់មានន័យថាយើងបាន link គ្នាហើយអញ្ចឹងរាល់ពេលយើងកែតែមួយអាផ្សេងទៀតគឺវាកែតាមដូចគ្នាតោះយើងមើលចុចលើវាមកចុចពីរដងលើវាចូលមកក្នុងឯដូចមិញអញ្ចឹងឃើញអត់ប៉ុន្តែជា file ដើមរបស់យើងណាឥឡូវឧទាហរណ៍ខ្ញុំដូរពណ៌ background ខ្ចីតិចមកឧទាហរណ៍ logo ទៅជាពណ៌លឿងឧទាហរណ៍ណាដាក់ alt delete មកអូខេរៀងចាស់ពេកដាក់រៀងលឿងខ្ចីតិចមកអូខេហើយខ្ញុំ save វាចង់ធ្វើ style អីក៏បានដែរឥឡូវឧទាហរណ៍លេខ style វិញទៅជាពីរដងចូល layer style ខ្ញុំចូលទៅក្នុង inner shadow ខ្ញុំសេរីទៅលើ distance តិចមកឧទាហរណ៍ style វាណា soft អូខេហើយខ្ញុំចុចបូកនេះមួយទៀតមកខ្ញុំដាក់នេះមកខាងក្រោមវិញឧទាហរណ៍ហើយខ្ញុំចុចអូខេអញ្ចឹងខ្ញុំបានធ្វើ style shadow ទៅលើខាងក្រោយ background របស់យើងហើយនឹងអក្សរ CG ដូរពណ៌លឿងមុនហ្នឹងហើយ control S មកខ្ញុំ save ផ្លឹបទៅមើលទី1មើល update អត់ទេវា update ចុះទី2វា update ដូចគ្នាឃើញអត់អញ្ចឹងថ្ងៃក្រោយយើងចង់ធ្វើជាលក្ខណៈ template អីមួយឲ្យវា update បែបហ្នឹងគឺយើងត្រូវអីគេយើងបើកវាយើង convert ស្បើធម្មតាអញ្ចឹងទៅហើយយើងបើកវាហើយយើងធ្វើការ save ភាសាទៀត save ហើយបានយើងចូលមកកាន់ file place link បញ្ចូលមកគឺជាការស្រេចអស់ហើយតោះណាប៉ុណ្ណឹងអញ្ចឹងតើតើស្បើជិះយើងបង្ហាញត្រឹមប៉ុណ្ណឹងអូខេតោះជិះយើងតទៀតតើតើនឹងបច្ចេកទេសទី2គឺ crop ជាមួយនឹង canvas size របស់យើងណាអញ្ចឹងយើងប្រើរបៀបម៉េចគឺវាសំខាន់ដែរការងារមួយហ្នឹងជួយយើងច្រើនអូខេតោះអញ្ចឹងខ្ញុំបើករូបភាពមក select ឧទាហរណ៍បើករូបភាពជារូបភាពក៏បានជា project ក៏បានអត់ជាបញ្ហាទេណាឥឡូវយើងបើករូបភាពមក select មើលណាស្អាតអូខេអានេះចុះអញ្ចឹងរូបភាពមក select យើងមានមកប៉ុណ្ណឹងឃើញអត់នេះជារូបភាពរបស់យើងឧទាហរណ៍ថាក្នុងករណីយើងចង់បរិយាទំហំផ្ទៃការងាររបស់វាដើម្បីចេញជា margin ជុំវិញអីចឹងឬមួយក៏យើងចង់ធ្វើការបន្ថែមទៀតទៅលើវាជិះយើងធ្វើម៉េចបើយើងចូលមកក្នុងនេះឧទាហរណ៍យើងចូលមកក្នុង image size
ហើយយើងកែកន្លែងនេះវាជាប់ link របស់យើងមកឃើញអត់ហើយបើយើងធ្វើការដោះ link វាចេញហើយយើងធ្វើការកែតម្លៃរបស់វាទំហំវានឹងទាញយាកន្លែងហ្នឹងតែយើងចង់ធ្វើចឹងចង់បន្ថែមទំហំអូថាតឹងឲ្យវែងជាងមុនកម្ពស់ឲ្យវែងជាងមុនដល់ឲ្យវាទាញយារូបភាពរបស់យើងទេអញ្ចឹងយើងធ្វើមិនទៅយើងធ្វើចេះអូខេយើងប្រើ crop tool ក៏បានយើងចុចសរ C មក crop tool អូខេ crop tool របស់យើងទៅនេះចុចវាមកឬក៏សរ C ហ្នឹងហើយយើងឃើញសុំជំវិញវាយើងអាចទាញបានចុចលើវាហើយយើងទាញវិញមកអូខេពេលយើងទាញត្រឹមណាវានឹងធ្វើការបន្ថែមឲ្យយើងត្រឹមហ្នឹងហ្មងកន្លែងហ្នឹងណាប៉ុន្តែបញ្ហាមួយគឺយើងអត់ដឹងថាប្រវាយហ្នឹងប្រវាយណាទៅយើងស្មានទេទាំងតោះនេះចឹងយើងស្មានថាប្រវាយណាទំហំយើងអត់ដឹងទំហំពិតរបស់វាទេអញ្ចឹងចង់ដឹងទំហំពិតយើងប្រើអីគេវិញអញ្ចឹងយើងអត់ប្រើ crop tool គឺស្មានចេញមកគឺបែបហ្នឹងចេញ background មកបាត់ហើយឃើញអត់អូខេអញ្ចឹងឧទាហរណ៍ថាចេះខ្ញុំចង់ដូរខ្ញុំចង់ថែមវាជុំវិញទៅលើនេះឧទាហរណ៍ខ្ញុំថែម200 pixel ក្រោម200ឆ្វេង200 300 400សាច់របស់យើងទេអញ្ចឹងយើងចូលទៅក្នុងនេះវិញក្នុង image ហើយយកពាក្យថា canvas size មួយនេះ canvas size អូខេមកហើយយើងអាចថែមទំហំបានទេជាទូទៅពេលយើងបើកទំហំមកឃើញអានេះដោះនេះចោលនេះចេញមកមានទំហំតឹងរបស់វាហើយនិងកម្ពស់របស់វាគឺទំហំដើមរបស់វានេះតឹងដើមកម្ពស់ដើមរបស់រូបភាពរបស់យើងឬក៏ project របស់យើង canvas របស់យើងហ្នឹងចង់បន្ថែមយើងអាចបូកថែមបានឧទាហរណ៍ចង់បូកថែមប៉ុន្មានដាក់លើនេះមកលេខបូកមក shift លេខបូកអញ្ចឹង pixel ថែមបាន pixel ថា200តឹងនេះថែម200បើយើងបូកថែម200អញ្ចឹងមានន័យថាម៉េចយើងបន្ថែមមកស្ដាំ100ទៅឆ្វេង100វាស្មើគ្នាហ្មងហើយបើស្មើគ្នាដោយសារ anchor នេះចំកណ្ដាលទៅមានថាចែកជា2យើងមិនអញ្ចឹងតែបើយើងចង់ថែមទៅខាងស្ដាំ200ហ្មងយើងដាក់ឲ្យនេះអញ្ចឹងបាញ់ទៅខាងស្ដាំ200ហ្មងអូខេតោះនេះចឹងប៉ុន្តែបើយើងខ្ជិលបូកចុះបូកឡើងឬក៏ដកចេញអញ្ចឹងទៅយើងអត់ចង់បូកអញ្ចឹងណាយើងអាចចុច relative ចុចមកគឺចេញ200មកឲ្យយើងហ្មងឃើញអត់អញ្ចឹងយើងវាយចូលស្រួលជាងឧទាហរណ៍ខ្ញុំចង់ថែមទៅខាងទៅតឹងរបស់យើង200ទៅខាងស្ដាំទៅលើ100ទៅក្រោម100អញ្ចឹងយើងថែម height របស់យើង200ដែរមកឧទាហរណ៍តែបើយើងចង់ថែមទៅលើ200សុទ្ធហ្មងដាក់មកកែងនេះមកនេះផ្លឹបអញ្ចឹងវាបាញ់ឡើងទៅលើ200បាញ់មកស្ដាំ200តោះណាហើយជីអូខេមើលប៉ិនអូខេឃើញអត់អញ្ចឹងមកស្ដាំ200ទៅលើ200អូខេយើងកំឡុកបានតាមចិត្តរបស់យើង Ctrl Z ម្ដងទៀតណា image យកពាក្យថា canvas size ចឹងយើងយក relative នេះមកស្រួលហើយ anchor កំណត់កន្លែងបាញ់ទៅចង់បាញ់ទៅខាងណាចង់ចេញពីកណ្ដាលក៏បានចង់ចេញពីណាទៅក៏បានអូខេឧទាហរណ៍ថាថែមដល់500មកទៅស្រួល500ឬក៏1000មកទៅអូខេឲ្យធំកម្ពស់ថែម1000ដូចគ្នាហើយថែមស្មើសងខាងអញ្ចឹងមានន័យថាមកស្ដាំ500ឆ្វេង500លើ500ហើយទៅក្រោម500តោះណាអូខេមួយទៀតតទៅជាមួយនឹង canvas extension color មានន័យថាពេលយើងបន្ថែមទំហំទៅវា extend បន្ថែមឲ្យវែងហ្នឹងមិនអញ្ចឹងហ៎យើងប្រើអីគេនេះ color របស់វាយើងប្រើពណ៌ background បើយើងចង់បានពណ៌លឿងឧទាហរណ៍យើងប្រើ foreground នេះមកគឺវានឹងចេញពណ៌លឿងមកឲ្យយើងវាចាក់ពណ៌លឿងហើយបើយើងចង់ឲ្យគេចង់បានពណ៌សចង់បាន black ចង់បាន gray ចង់បានពណ៌អី other នេះមកយើងអាចដូរពណ៌បានតាមចិត្តអត់បញ្ហាតោះណាអូខេអញ្ចឹងតែប៉ុណ្្នឹងហើយយើងចុច OK មកឧទាហរណ៍ដាក់ពណ៌លឿងអញ្ចឹងណាយើងប្រើ foreground ហើយចុច OK ចេញមកជុំវិញយើងមកគេអត់ស្មើគ្នា 100%តោះនេះប៉ុណ្ណឹងអញ្ចឹងវាប្រសើរជាង canvas size កន្លែងហ្នឹងមួយទៀតឧទាហរណ៍ថាខ្ញុំចង់កាត់វាចោលវិញកាត់ពណ៌លឿងនឹងចោលវិញក្របបានទេជាសរ C មកយើងក្របបានតែក្របយើងព្រាវទេយើងរាវហៅមកចំអត់នឹងចំធំប៉ុណ្ណាទេអូខេអញ្ចឹងកាលណាយើងអត់ប្រើ crop tool ទៀតហើយ crop tool អត់សូវប្រើគ្នាអត់អញ្ចឹងខ្ញុំចង់បានកាត់ពណ៌លឿងចេញទេអាខ្ញុំទុកដដែលខ្ញុំចូលទៅក្នុង image របស់យើងនេះមកយើងពាក្យថា trim មានថាយើងកាត់វាចោលអូខេចុច trim មក based on យើងកាត់អាស្រ័យទៅលើអីគេ top left pixel color អញ្ចឹងវានឹងឆែករកពណ៌អីគេខាង top left ខាងនេះ top left មានថាខាងលើទៅខាងឆ្វេងពណ៌លឿងរកពណ៌លឿងឃើញហើយឲ្យតែក្រុមពណ៌លឿងដូចគ្នាវាកាត់ពណ៌លឿងចោលអូខេហើយកាត់អីគេ trim away ចង់កាត់ទាំងលើទាំងក្រោមទាំងឆ្វេងទាំងស្ដាំបានតាមចិត្តបើយើងចង់កាត់ទៅខាងលើយើងដោះឲ្យចោលកាត់ខាងលើចោលជិះអូខេមកមើលតោះនេះប៉ុណ្ណឹងអូខេ Ctrl Z មកវិញ image ម្ដងទៀត trim top left pixel color ហើយយើងយកអីគេយើងដាក់ទាំង4ហ្នឹងមកអូខេអស់ស្មើឆេញ perfect 100% ហ្មងតោះនេះប៉ុណ្ណឹងនេះតើទៅជាមួយនឹងការពង្រីកទំហំ canvas ហើយនឹងការកាត់វាចេញវិញគឺគេធ្វើបែបហ្នឹង
ចឹងនៅយើងជឿទៅចង់ប្រើជា crop ក៏បានចង់ប្រើតាម canvas size ឬក៏ trim ហ្នឹងបានដូចគ្នាណាអូខេប៉ុណ្ណឹងនេះជាបច្ចេកទេសទី2តោះដល់ទី3សំខាន់គួរសមដែរគឺវាពាក់ព័ន្ធជាមួយនឹង knock out layer technique អូខេអញ្ចឹងមុនទៅដល់ knock out ហ្នឹងខ្ញុំចង់បង្ហាញឲ្យយើងមួយដែរតើតូនជាមួយនឹង layer អូខេ layer ជាមួយ background របស់យើងណាវាខុសគ្នាមិនតោះមើលអរគ្នាអញ្ចឹងយើងចូលទៅក្នុង Photoshop របស់យើងវិញចឹងយើងឧទាហរណ៍យើងរករូបដដែលហ្នឹងហ្មងទៅខ្ជិលទៅណាឆ្ងាយមិនអញ្ចឹងយកដដែលហ្នឹងមកបង្ហាញឲ្យយើងហ្មងទៅស្រួលអូខេយើងមើលទាំងអស់គ្នាមើលខាងក្រោមនេះកន្លែង background របស់យើងណាជាទូទៅពេលយើងបើករូបភាពមកពេលយើងបើករូបភាពយើងបង្កើត canvas ថ្មីមើលបើក new មួយមើលជា create មកឃើញពី background ហ្នឹងអត់ទេហើយមាន lock ឯនេះមួយនេះដូចគ្នាដែររូបភាពក៏អញ្ចឹងមាន background ហើយនឹងអីគេហើយនឹង lock កន្លែងនេះអញ្ចឹងបើយើងចង់ដូរវាទៅជា layer background វាថាយើងកលអត់បានទេឃើញអត់យើងប៉ះអត់បានទេទីអត់បានទេពេលទីវាសួរយើងភ្លាម convert to normal layer ជា layer ធម្មតាអញ្ចឹងណាអញ្ចឹងបើយើងចង់ធ្វើអញ្ចឹងក៏បានឬយើងដោះចោលយើងដោះចេញមកទៅជា layer ធម្មតាវិញឃើញអត់អាថ្មីយើងដូចគ្នា new document របស់យើងដោះចោលទៅទៅជាអីគេទៅជា layer ឃើញឆ្ងល់ថាគាត់ដោះសោវាដូរពី background មកកាន់ layer មិនអញ្ចឹងណាចុះឧទាហរណ៍ថាបើយើងចង់ទៅជា background វិញយើងគាត់ទៅ lock នេះមកនេះ lock សោរបស់យើងនេះមកមិនទៅជា layer ទៅជា background វិញមិនអញ្ចឹងណាខុសមែនទេមានថាវាជា layer ដដែលប៉ុន្តែ layer វា lock វាមិនជា background ទេតោះណាប៉ុណ្ណឹងបើចង់ធ្វើជា background គឺយើងដោះ lock ចោលសិនមកឈរលើវាហើយចូលមកក្នុង layer menu របស់យើងនេះនិយាយថា new background from layer ចុចបោចមកទៅជាអីគេបាត់ហើយទៅជា background ដូចគ្នាដែរអាផ្ទៃសយើងនេះ layer ចូលមកក្នុង layer new background from layer ទៅជា background វិញអញ្ចឹងយើងសួរថាដូចតែគ្នាហ្នឹងមិនអញ្ចឹងហ៎ទៅ lock ទៅបានណាមិនអញ្ចឹងវាដូចគ្នាបើយើងធម្មតាប្រើធម្មតាដូចគ្នាក៏ប៉ុន្តែបើយើងប្រើជាមួយនឹង knock out គឺវាខុសគ្នាអូខេតោះនេះបង្ហាញពី lock out តិចណាអញ្ចឹង knock out ហ្នឹងអីគេឥឡូវឧទាហរណ៍ខ្ញុំដោះវាទៅជាអីគេ layer ធម្មតាបងណាតែចាំថាអញ្ចឹងរូបភាពរបស់យើងដាក់លើផ្ទៃ canvas របស់យើងហ្នឹងឆ្ងាយវាជា layer វាយើងទីផុតមកមិនទៅនេះយើងគិតទៅទេមើលអត់ទេអានេះហៅថា transparency background វាអត់មានអីទាំងអស់គឺវាទេវាថ្លាអូខេវាដាក់វិញមកអញ្ចឹងវាជា layer ធម្មតាជា layer ធម្មតាខ្ញុំដាក់អក្សរចូលខ្ញុំដាក់អក្សរថា CG ទៀតអូខេដាក់ចូលអក្សរខ្មែរបាទណាCG អូខេ Control A ថែមទំហំតិចមកឲ្យធំឧទាហរណ៍ថែមឲ្យធំអូជាង1000ហើយធំខ្លាំងណាស់តោះយើងដាក់ជា black ឲ្យក្រាស់តិចស្រួលគ្នាយើងមើលណា Control T កាត់ឲ្យធំជាងនឹងទៀតមកឧទាហរណ៍ប៉ុណ្នេះអញ្ចឹង knock out ហ្នឹងអីគេ knock out ហ្នឹងមានថាយើងធ្វើការចោះ layer របស់យើងយក layer អក្សររបស់យើងហ្នឹងឬក៏ shape ណាក៏ដោយដាក់ទៅពីលើ layer ចោះវាទៅដល់ខាងក្រោមអញ្ចឹងយើងចុចពីរដងនៅលើ layer របស់យើងហ្នឹងមកយើងចូលទៅក្នុងអីគេ layer style panel របស់យើងនេះយើងឃើញអត់ដាក់នេះមកស្រួលមើលយើងមើលនៅក្នុងកន្លែង blending option របស់យើងក្នុងឯ knock out និង advanced blending ណាមាន knock out យើងបើកវាមកយើងមាន2 shallow ហើយនិង deep ឥឡូវឧទាហរណ៍ខ្ញុំប្រើ shallow ចុច shallow ហ្នឹងមកមានកាត់ឡើងអត់ទេអត់ឃើញកាត់ឡើងទេបើយើងចង់ចោះវាយកឯ knock out ហ្នឹងហើយយើងថយ field opacity របស់យើងដល់0មកឃើញអត់អញ្ចឹងអូខេមើលអញ្ចឹងមានថាម៉េចមានថាវាចោះ layer របស់យើងនេះទៅដល់អីគេទៅដល់ background តេរបស់យើងដែលយើងឃើញមុនហ្នឹងណាវាចោះទៅដល់ខោបហ្នឹងហ្មងអញ្ចឹងហ្នឹងមួយជាន់ចុះវាដាក់2ជាន់បានអត់ទេដាក់2ជាន់សាកមើលដាក់រូបភាពមួយទៀតបញ្ចូលឥឡូវឧទាហរណ៍ខ្ញុំទីរូបភាពបញ្ចូលមួយទៀតរូបភាពខ្ញុំនៅនេះខ្ញុំទីយើងមើលទាញរូបភាពមកសន្លឹកចូលមកឧទាហរណ៍អូខេដាក់ឲ្យធំតិចមកពេញផ្ទៃអក្សរយើងណាអូខេដាក់ពីក្រោមអក្សរ CG យើងឃើញអត់ដាក់មកវាចោះទៀតចោះដល់ក្រោមទៀតអញ្ចឹងមិនថារូបភាពរបស់យើងមិនបានជាន់ទេដាក់10ជាន់ក៏ដោយដាក់មួយទៀតមើលចោះទៀតនៅគឺវាចោះរហូតឃើញអត់វាចោះរហូតចឹងទៅអូខេ10ជាន់20ជាន់ចោះបានទាំងអស់អូខេឧទាហរណ៍ខ្ញុំដូរកន្លែង knock out របស់យើងនេះពី shallow មកដល់អីគេ deep ផ្លឹបហើយជីអូខេមើលដដែលអត់ទេដដែលអូខេចឹងពីរហ្នឹងវាខុសគ្នាមិនយើងមើលអស់គ្នាណាចឹងក្នុង shallow ហើយនឹង deep ហ្នឹងគឺគេប្រើនៅសម្រាប់ចោះ layer ទៅដល់បាតរបស់វាអូខេ deep ហ្នឹងគឺជ្រៅដល់បាតហ្នឹងណាហើយជីអូខេមកបាតហ្នឹងគឺ background ហ្នឹងឯងឥឡូវជា background អត់ទេនេះជា layer ធម្មតាមិនមែនជា background ទេបើយើង lock វាមកវាជា layer ដដែលអញ្ចឹងវាមិនមែនជាបាតទេអញ្ចឹងបាតហ្នឹងមិនទៅដោះវាចោលវិញមកយើងចូល layer របស់យើងចូលទៅក្នុង layer
new background from layer ជា background នៅជា background ឃើញចោះដល់បាត់អត់ទេមកដល់ហើយហ្នឹងបងឃើញអត់អញ្ចឹងដល់ធ្វើបាត់ background របស់យើងវាចប់តាមនឹងប៉ុណ្ណឹងបងតោះនេះប៉ុណ្ណឹងអូខេចុច2ដងទៅវាម្ដងទៀតយក shallow មកមើលលឹបដែលអត់ទេតែដែលចុះ shallow ហើយនឹង deep ហ្នឹងវាខុសគ្នាមិនយើងត្រូវយល់អាហ្នឹងមកតង់ទៀតឃើញអត់វាច្រើនតង់ណាអញ្ចឹងមើលទៀតអញ្ចឹងក្នុងករណីយើងប្រើ shallow និង deep ឧទាហរណ៍ណាឧទាហរណ៍ថានេះជា layer ចង់ប្រើជា layer អត់ចង់ជា background ទេហើយខ្ញុំចង់ធ្វើការចោះវាត្រឹមអាពីរនេះទេអត់ចង់ចោះបាននឹងទេត្រូវដាក់វា3ហ្នឹងក្នុង group តែមួយអញ្ចឹងស្អីលើ3ហ្នឹងហើយ control G មក command G ក្នុង Mac មកឃើញអត់អញ្ចឹងមានន័យថាម៉េចកន្លែងហ្នឹងមានន័យថាអក្សររបស់យើងចោះត្រឹមអីគេត្រឹមក្នុង group របស់យើងទេអត់ផុតទៅដល់ layer ខាងក្រោមវាទៀតទេយើងឃើញអត់យើងប្រើជា shallow គឺត្រឹមប៉ុណ្ណឹងតែយើងយកដល់ deep ដល់ក្រោមហ្មងជ្រៅដល់ក្រោមផុតទៅដល់ background ខាងក្រោមហ្មងតោះនេះប៉ុណ្ណឹងតែប៉ុណ្្នឹងទេអត់មានអីពិបាកទេឃើញអត់អញ្ចឹងតែចាំណាយើងប្រើ shallow គឺវាចោះគ្រប់ layer ទាំងអស់ត្រឹមអីគេដែនរបស់ group របស់វាអត់ដល់ខាងក្រោមទេក៏ប៉ុន្តែបើយើងដាក់ខាងក្រៅទៅដល់ខាងក្រោមមកអញ្ចឹងចដល់ក្រោមទេយើងធ្វើម៉េចដូរវាទៅជាអីគេ layer new background from layer ចប់អញ្ចឹងវាចោះធំប៉ុណ្ណាក៏ដល់ធំហ្នឹងដែរវាប្រើ shallow មិនអញ្ចឹងហ៎តើ deep អូខេមកdeep ធំប៉ុណ្ណឹងដូចគ្នាតោះនេះប៉ុណ្ណឹងវាដាច់ធំហ្នឹងដោយសារតែវាជាអីគេវាគឺជា background ប្រយ័ត្នឡើងហ្នឹងអញ្ចឹង background និង layer គឺវាខុសគ្នាត្រង់ហ្នឹងតោះនេះប៉ុណ្ណឹងអូខេនេះតកតូនជាមួយនឹងអីគេតកតូនជាមួយនឹង layer ហើយនឹង background ហើយនឹងអីគេនឹង knock out layer របស់យើងចោះ layer របស់យើងអូខេតោះអញ្ចឹងយើងតទៅទៀតទៅដល់ចំណុចទី4 photo collage technique អូខេនឹងការងាររបស់យើងឧទាហរណ៍ដែលចេះ photo collage ហ្នឹងគឺយើងតម្រៀបរូបភាពច្រើនបញ្ចូលគ្នាណាឧទាហរណ៍ធ្វើ portfolio កិច្ចការតាមមួយឬក៏យើងមានរូបថតអនុស្សាវរីយ៍ផ្សេងៗចង់តម្រៀបវាធ្វើជា album អញ្ចឹងបើយើងតម្រៀបធម្មតាងាកស្មើអត់ទេឥឡូវឧទាហរណ៍ខ្ញុំបិទអានេះចោលខ្ញុំចូលទៅក្នុង Photoshop ខ្ញុំបិទអានេះចោលសិនស្រួលបង្ហាញថ្មីហ្មងអូខេឥឡូវឧទាហរណ៍ទំហំនេះទំហំ 4K A4 មិញហ្នឹងណាអូខេតោះអាហ្នឹង A4 ហើយអញ្ចឹងឧទាហរណ៍ខ្ញុំចង់តម្រៀបរូបភាពឧទាហរណ៍យើងមានរូបភាពមួយចំនួនអូខេខ្ញុំទាញនេះយើងមើលតិចមានរូបភាពមួយចំនួនចេះខ្ញុំទាញចូលមកឧទាហរណ៍ enter គេតម្លាក់ចូលមកអស់មកណាហើយយើងការតម្រៀបវាយើងស្រេចទាំងអស់ហ្នឹងមក control T ហើយខ្ញុំស្រេចឲ្យតូចហើយយើងចង់តម្រៀបវាឲ្យស្មើគ្នាពីចន្លោះមួយទៅចន្លោះមួយយើងអាចប្រើ smart guide អញ្ចឹងក៏បានដើម្បីជួយតម្រៀបវាគេអត់វាជួយយើងច្រើនដែរ smart guide ក៏ប៉ុន្តែបញ្ហាមួយរូបភាពរបស់យើងមានអីគេមានផ្ដេកមានរៀងការ៉េតិចទៅយើងបញ្ឈរវែងអីចឹងទៅអញ្ចឹងយើងពិបាកក្នុងការតម្រៀបថាអីគេឧទាហរណ៍ថាចង់ដាក់វាក្នុងទម្រង់ណាមួយទម្រង់ការ៉េឬក៏ទម្រង់ទៅវែងអីមួយចឹងយើងពិបាកគ្រប់គ្រងទៅយើងដាក់ម៉ាស់ឲ្យវាយើងត្រូវការរៀបចំជាម៉ាស់ក្នុងវីដេអូយើងបង្ហាញនៅ YouTube ហ្នឹងគឺយើងបង្ហាញបច្ចេកទេសប្រើ clipping mask គឺយើងរៀបចំជា shape ពី Illustrator យកមកដាក់ហើយយើងដាក់វាបញ្ចូលក្នុង clipping mask របស់យើងក៏ប៉ុន្តែជាមួយនឹង clipping mask ឥឡូវឧទាហរណ៍ខ្ញុំគូ shape មួយមកគូ shape ការ៉េជា shift ឲ្យការ៉េចឹងមកចឹងចង់យកខ្យល់ដាក់ចូលអានេះចឹងយើងធ្វើមកយើងទាញខ្យល់របស់យើងដាក់នៅពីលើអីគេ layer របស់យើងហ្នឹងត្រូវតែនៅពីលើ layer មួយហ្នឹងអូខេចឹងយើងចូលខ្យល់ហ្នឹងជីក control shift មកលើនេះមកចំពីលើចេះអូខេចំពីលើចឹងហើយយើងអាចជីក alt ឬ option key ក្នុង Macដាក់ cursor ចន្លោះហ្នឹងមកដាក់ជា clipping mask ចូល plop ឃើញអត់យើងអាចសេរីបានឃើញអត់យើងអាច control T លើរូបភាពរបស់យើងទំហំធំទូចអីបានតាមចិត្តក៏ប៉ុន្តែបញ្ហាពេលយើងប្រើ clipping mask បញ្ហាមួយគឺចង់រំកិលទៅទាំងពីរហ្មងតើយើងសេចទាំងពីរយ៉ាងឲ្យបានទីទៅបានទាំងពីរអញ្ចឹងរូបភាពច្រើនយើងពិបាក select មែនតើច្រើន layer វាថាមួយវាឡើងបានហើយឡើង2មួយឡើង2អញ្ចឹងទាំងអស់បាន layer ទាំងអស់នេះ6 layer ឡើង12 layer អញ្ចឹងបើយើងចង់ OCO ឡើងយើងអាចសេចទាំងពីរហ្នឹងហើយយើង link វាបាននេះ link នេះlink វាហៅទៅមួយគ្នាទៅមួយគ្នាបាត់តែប៉ុណ្ណឹងក៏ប៉ុន្តែបញ្ហាធ្វើហ្នឹងវាយូរហើយវាច្រើន layer មានវិធីមួយទៀតគឺលឿនជាងហ្នឹងហើយយើងអាចរៀបចំចន្លោះឲ្យស្អាតបានប្រឡោះវាទៅឲ្យវាស្អាតស្មើបើចាំអង្គុយមើលតាមកាយរបស់យើងជាងទេនេះយើងពិបាកមើលឃើញអត់អូខេតោះមើលបងប្អូនគ្នាចឹងដើម្បីធ្វើការតម្រៀបរូបភាពឬក៏ portfolio របស់យើងជា grid គេជា grid យើងត្រូវយល់ពី grid system grid system មានច្រើនមានជា baseline grid មានជា modular grid column grid អីចឹងទៅឥឡូវយើងបង្ហាញឲ្យយើងជាលក្ខណៈ modular grid ហើយយើងបំលែងពី modular grid ទៅជា hierarchy grid មួយទៀតអាហ្នឹងជា grid system មកគេណាពេលយើងរៀនយើងដឹងហើយទៅជាមួយនឹង design តោះអ
ចឹងបង្កើត grid ដើម្បីរៀបចំមានចន្លោះមាន column មាន row ឲ្យត្រឹមត្រូវយើងចូលមកក្នុង view របស់យើងនេះមកក្នុង view អូខេក្នុង view ហើយយើងចូលមកក្នុងguide យើងយកពីថា new guide layout មួយនេះចុច new guide layout ហ្នឹងមកយើងមានចេញផ្ទាំងឲ្យយើងមួយទៀតមកអូខេអានេះguide default របស់គេណាគេមកអញ្ចឹងហើយយើងអាចដូរបានតែគេនេះមាន default គេ preset របស់យើងហ្នឹងមាន style ជា8 column ចែកជា8 column 1 2 3អីទៅ8 column ហើយមានបន្លាស់វានេះឃើញអត់យើងអត់ចង់បាន8 column ទេយើងចង់បានឧទាហរណ៍ថា5 column 5 row ឧទាហរណ៍ចឹងយើងវាយខ្លួនឯងមកកន្លែង column នេះដាក់5មកវាយទី5ចូលចុះ row ជួដេកcolumn ជួយឈរ row ជួដេកចឹងដាក់5ដែរមកចឹង5 column 5 row ឃើញអត់វាអត់អីគេវាអត់បានការ៉េ 100% ទេក្នុងករណីចេះដោយសារតែរូបភាព camera របស់យើងវាអត់ការ៉េចឹងយើងចែកមកគឺអត់ស្មើការ៉េទេវាចែកទៅតាមទំហំរបស់ canvas តោះណាឡើយដឹងបើយើងចង់បានប្លោះគឺការ៉េហ្មងជួយត្រូវគេដាក់ camera របស់យើងការ៉េមកវាស្រួលវាចែកស្អាតឲ្យយើងមកអញ្ចឹងយើងស្មានចេះឥឡូវថា row 4អញ្ចឹងមកស្មានថាការ៉េនៅអញ្ចឹងយើងពិបាកស្មានណាឃើញអត់អូខេឥឡូវឧទាហរណ៍យើងដាក់ទៅ4បានហើយ4 columnច្រើនពេកបើនឹងបាក់មើលណាដាក់ថានេះ row 4ចឹងចាស់អូខេ4 column 4 row ចាប្លោះនេះគេហៅអីគេអាហ្នឹងហៅថា gutter ចន្លោះ row ចន្លោះ column ហៅថា gutter វាឡៃនេះឃើញ gutter ចឹង row ក៏មាន gutter column ក៏មាន gutter ដែរចឹងឧទាហរណ៍ដាក់ gutter នេះមកឧទាហរណ៍ដាក់បានឧទាហរណ៍ខ្ញុំដាក់ថា50 20តូចពេកចឹងហើយវាតូចពេកយើងមើលទៅគឺតូចគេដាក់50ដែរមកបងណាចឹងយើងបាន4 column ហើយ4 row ក៏ប៉ុន្តែបញ្ហាមួយដល់ពេលយើងដាក់អញ្ចឹងយើងឃើញកែរបស់យើងនេះគឺមិនទៅវាគៀកជាមួយនឹងទំព័ររបស់យើងអញ្ចឹងពេលយើងបង្កើត portfolio photo ឲ្យយើងមកគឺវាគៀកពេកវាអត់ស្អាតទេតែទុកចន្លោះឲ្យវាដែរមិនអញ្ចឹងហ៎ឥឡូវឧទាហរណ៍ទុកចន្លោះវាស្មើនេះដែរ50ដូចគ្នាជាងយើងធ្វើមិនដាក់ចន្លោះកែមឆ្វេងស្ដាំលើក្រោមហ្នឹងគឺ margin ដាក់ margin នេះវិញឃើញអត់ដាក់ margin ទៅមកមាន top left bottom ហើយនិង right ដាក់50ដែរមកឧទាហរណ៍ដាក់50អានេះ50អានេះ50អានេះ50មាន60ទេ50អានេះ50ដែរមកអញ្ចឹងវាស្មើគ្នាមកតោះនេះអញ្ចឹងយើងបានគ្រប់យ៉ាងអានេះផ្លោះនេះស្មើទាំងអស់ហើយជាអូខេមកតមកទៀតអញ្ចឹងយើងមាន column column row បែបហ្នឹងគេហៅថា modular grid អានេះហៅថា modular grid អញ្ចឹងយើងអាចធ្វើការតម្រៀបរូបចូលឲ្យទីបាទហើយអញ្ចឹងចង់ដាក់រូបចូលឲ្យចំប្លោះហ្នឹងហ្មងដែលមិនចាំបាច់ប្រើប្រាស់ clipping mask គឺយើងប្រើឧបករណ៍ថ្មីមួយទៀតឧបករណ៍ហ្នឹងគឺមួយនេះគេហៅថា frame tool ចុចមកមាន2មានចតុកោណកែងមួយហើយមានរង្វង់មួយអាហ្នឹង version ចាស់ណា version ថ្មីចុងក្រោយទៀត2026អីហ្នឹងគឺវាមានថែមចតុកោណកែងមានកំណោនគេដាក់ពណ៌ដាក់សុំដាក់អីបានមកកាផ្លេអានេះសេរីចាស់អញ្ចឹង25ទេអញ្ចឹងមានតែ12ហ្នឹងទេអញ្ចឹងយើងប្រើ2ហ្នឹងសិនណាឥឡូវប្រើតែចតុកោណកែងមួយគឺអូខេបាទហើយនេះ copy ឧបករណ៍មួយនេះអានេះចតុកោណកែងដែរប៉ុន្តែវាអត់មានខ្វែងពីក្នុងមិនអញ្ចឹងហើយខ្វែងមានថាយើងដាក់រូបបញ្ចូលតែដាក់រូបបញ្ចូលទាំងឯងអញ្ចឹង frame ដាក់រូបភាពរូបថតមិនអញ្ចឹងណាថា frame tool បានហើយយើងគូមើលអញ្ចឹងយើងគូឲ្យចប់កន្លែងកែងនេះគូពីហ្នឹងមកដល់ហ្នឹងឥឡូវឧទាហរណ៍ចង់ថាមកប្លោះហ្នឹងដាក់រូបភាពមួយឧទាហរណ៍គូមកខ្វាច់អូខេឃើញឆក់ចូលអត់ទេយើងឃើញឆក់ចូលអត់ទេអូខេគ្នាយើងពេលខ្លះពេលគូមកលុបចោលសិនអត់ឆក់អញ្ចឹងទេយើងចូលក្នុង view នេះមកយើងយក snap មួយនេះហើយតែ snap tool នេះយើងយក step to guide មានថា guide បន្ទាប់របស់យើងនេះយើងបង្កើត guide layout មុនហ្នឹងណាចឹងយើង snap guide ហ្នឹងមកគឺវាឆក់ចូល guide ហ្នឹងឲ្យយើងអូតូម៉ាទិកហើយចឹងយើងគូមកដាក់ប្រហែលមកវាឆក់ឲ្យយើងអូតូម៉ាទិកដាក់ប្រហែលមកវាឆក់ឲ្យយើងអូតូម៉ាទិកឃើញចប់ល្អ100%អត់ទេគូទៀតមកចឹងយើងគូគ្រប់ទាំងអស់នេះមកប្រឡោះយើងគូមកប្រឡោះយើងចំណាយពេលគូតែម្ដងទេយើងគូតែម្ដងយើងជើគូយើង copy បានជា move tool នេះមកជីក option key ឬក៏ alt key ក្នុង alt ជីកមកអូសឆៅចឹងមកអូខេមួយទៀតឧទាហរណ៍យកចង់បានប៉ុណ្្នឹងឲ្យធំជីកទាយធំនេះមកយ៉ាជីកចំកាយដាក់ចំលើអានេះអត់ឃើញគឺសញ្ញានេះមិនសញ្ញានេះណាសញ្ញាអញ្ចឹងអូសមកឲ្យវាទៅវែងចង់ឲ្យធំដល់ក្រោមបានដូចគ្នាធំដូចក៏ឃើញអត់អញ្ចឹងមានន័យថាមិនអានេះស្រួលថងអីគេមានន័យថាប្រឡោះវានៅតែរក្សាស្មើទៅដែរហើយយើងបានរៀបចំបានតាមចិត្តរបស់យើងបាទអែមអានេះដូចគ្នាដែរយើងអូសមកដល់នេះមកឧទាហរណ៍ចង់ឲ្យវាខុសទៀតហើយដល់ចំចេះមកអូសមកដល់នេះឃើញអត់អញ្ចឹងមកប្រឡោះពីរប្រឡោះមកប្រឡោះនេះ2ប្រឡោះអានេះ4ប្រឡោះអញ្ចឹងគ្រប់យ៉ាងមានប្រឡោះត្រឹមត្រូវហើយមានអីគេចន្លោះវាគឺវាស្មើ 100% ដែរការរៀបចំជា grid គឺបែបហ្នឹងគឺវាល្អអញ្ចឹងណាហើយចង់ឲ្យបញ្ឈរក៏បានដូចគ្នាឧទាហរណ៍យើង copy ហ្នឹងមកដាក់នេះមក
ហើយយើងបញ្ចូលទៅក្រោមមកចំអូសដល់ក្រោមនេះមកនេះវិញឧទាហរណ៍គេបញ្ចូលអត់ទេចឹងចង់បញ្ចូលឲ្យដាក់នេះមកគ្រាប់ទៀតមកអូខេហើយឲ្យចង់3ប្លោះដាក់នេះ3ប្លោះមកអញ្ចឹងរូបភាពរបស់យើងបើវែងខ្លាំងដាក់អានេះមកបញ្ចូលដាក់អានេះមកបើវាធំដាក់អានេះទួយដាក់នេះមកសំខាន់អញ្ចឹងណាសំខាន់ដាក់ហ្នឹងអូខេអញ្ចឹងយើងឃើញថាមុនហ្នឹងខ្ញុំបង្កើត modular grid ដែលមាន row column ស្មើគ្នាប៉ុន្តែដល់ពេលដែលខ្ញុំបានធ្វើការរៀបចំរូបភាពរបស់យើងនេះមានធំមានតូចអញ្ចឹងណាមានអាវែងមានអាខ្លីអញ្ចឹងមានបញ្ចូលអញ្ចឹងវាដូរទៅជាអីគេវិញដូរទៅជា hierarchy grid វិញអូខេ hierarchy grid មាន hierarchy របស់វាទូចធំអីចឹងទៅគាត់ទេប៉ុន្តែនេះថាទៅ grid system បើយើងចង់នេះយើងអាចចូលទៅ Google search grid system ទៅគេបង្ហាញយើងអស់ហើយអូខេប៉ុណ្ណឹងតោះដាក់រូបបញ្ចូលគេធ្វើម៉េចវាស្រួលមែនតើណាឥឡូវចាក់ដាក់រូបបញ្ចូលខ្ញុំបើករូបរបស់យើងចូលមកណារូបរបស់យើងណាទៅយករូបរបស់យើងមកណារូបរបស់យើងមិញណាបាល់ខ្ញុំលុបចោលបាត់ចោលបាត់ដែររូបរបស់ខ្ញុំនៅ Finder យើងបើអូខេបើវិញហើយអញ្ចឹងឧទាហរណ៍ខ្ញុំចង់យករូបមួយនេះបញ្ចូលវិញមិនអញ្ចឹងហ៎ចង់ដាក់បញ្ចូលវិញនេះអញ្ចឹងយើងទីចូលមកទីខ្វាច់ដាក់ចូលនេះផ្លុកចូលនៅចូលបានតែគេស្រួលហើយយើងអាចរំកិលបានតាមចិត្តដាក់ទៅលើទៅក្រោមអីបានតាមចិត្តមកឆ្លាញ់របស់យើងអូខេរូបភាពផ្សេងមួយទៀតតោះមួយទៀតអានេះផ្ដេកធំយ៉ាងឥឡូវឧទាហរណ៍ដាក់ខ្យងរបស់យើងដែរខ្យងស្អាតដាក់មកនេះមកផ្លុកចូលបានហើយគេអញ្ចឹងដាក់រូបភាពប្រមាណក៏បានអត់បញ្ហាយើងយករូបភាពផ្សេងទៀតមកដាក់ឥឡូវឧទាហរណ៍បញ្ចូលអាផ្ដេកវិញឧទាហរណ៍មានអសិទ្ធិចូលទាំងអស់នៅរូបភាពដាក់ផ្កាមួយទៀតមកផ្កាចូលនេះមកលុកផ្កាចូលមកបានហើយគេអត់អានេះចូលអានេះទាញចូលតោះនេះយើងអត់អីទេណាបាទគាត់ថាអត់អីចោះស្ងាត់ចេះអូខេចឹងយើងទាញអស់មកអានេះហើយអានេះនៅដាក់ចូលនេះអូខេហើយតោះនេះចឹងយើងអាចទាញបានតាមចិត្តគេអត់យើងអាចសេរីរូបភាពរបស់យើងដាក់កន្លែងណាក៏បានអាយ៉ាទាញយ៉ាងណាគឺយើងទាញឲ្យចំរូបភាពរបស់យើងណាទាញបើពេលខាត់ទាញមកអត់ចំរូបភាពរបស់យើងអញ្ចឹងវាចូលទៅអាកាយរបស់យើងនេះយើងមើល layer របស់យើងនោះចេះរូបភាពហ្នឹងចេះរូបរបស់យើងនេះមកគឺយើងអាចធ្វើលើរូបរបស់យើងហ្នឹងបានចេះចំលើរូបរបស់យើងហ្នឹងតោះនេះចឹងប៉ុណ្្នឹងទេហើយយើងសេរីបាទចុច2ដងក៏បានដែរយើងអាចសេរីរូបបានដូចគ្នាអូខេចុច2ដងក៏បានចុច2ដងមកទាញរូបតូចពេកចង់ឲ្យធំ Ctrl T មកសេរីនៅក្នុងប្រឡោះហ្នឹងបងគឺស្រួលអត់ទេចុចមកចុច2ដង Ctrl T ឲ្យធំនេះទៀតដាក់មកកន្លែងនេះអូខេតោះដែរប៉ុណ្ណឹងងាយសង្ឃឹមថាគ្នាយើងអាចប្រើប្រយោជន៍ចុច2ដងសិនណាបើអត់ចុច2ដងទេមកទៅអីគេមកទៅ frame នេះគេអត់មកទៅ frame ចុច2ដងមកយើង select ទៅរូបភាពរបស់យើងហើយដោះលាក់កាយចោលសិនមកចុច Control អីគេទីផុតទីកាយផុតមកនេះចុច2ដងមក Control T ឲ្យធំតិចមកអូខេផុតកាយ Control semicolon ចុច2ណាចុចមកគឺយើងបាន photo collage របស់យើងមកស្អាតមែនតើឃើញអត់ហើយចង់ដាក់រូបភាពអីចូលក៏បានទាញចូលចប់អូខេតែឧទាហរណ៍ចង់សេរីនេះអញ្ចឹងមក Control T ខ្ញុំសេរីវាមកហើយ Control T លើនេះអូមកឲ្យតូចទៅនេះមកឧទាហរណ៍ណាហើយនេះឲ្យវែងវិញមកលុបចោលមួយទៅឧទាហរណ៍ចុចលើនេះ Control T អាយ៉ាចុចឲ្យចំលើវាអត់ចំទៅហើយលឹបអូខេដាក់ចំកាយរបស់យើងចុចពីដងលើវាកែរូបភាពសេរីមកអញ្ចឹងវាស្រួលមែនតើការងារឃើញទេហើយបាទអូខេនេះតើតើជាមួយនឹង photo collage របស់យើងជាមួយនឹង frame tool នេះ frame tool អូខេទី5គឺ curve អូខេយើងប្រើ curve ដើម្បីកែពណ៌ណាហើយកែពណ៌ហ្នឹងគ្រូខ្ញុំបង្ហាញតើតើជាមួយនឹងការកែពណ៌ទៅលើរូបភាពសខ្មៅបើទៅជាពណ៌ណាមួយយើងពេញចិត្តអញ្ចឹងយើងអាចឆ្នៃជាមួយនឹងរូបភាព color ផ្សេងទៀតបានអូខេតោះអញ្ចឹងទី5និយាយពី curve តើជាចូលទៅក្នុង Photoshop ទាំងអស់គ្នានេះបិទចោលហើយបិទចោលយើងសាក់លបងធ្វើខ្លួនឯងណាបើករូបភាពបើស្លាប់មកឧទាហរណ៍រូបភាពណាដែលយើងពេញចិត្តខ្ញុំយករូបភាពផ្សែងបង្ហាញឲ្យយើងអូខេតោះផ្សែងពណ៌សខ្មៅមិនចឹងហើយយើងមានគ្រឹះពីពណ៌ខ្មៅនឹងទៅហើយយើងអាចកែពលឺរូបកែពណ៌រូបភាពផ្សេងទៀតក៏បានអត់បញ្ហាទេឥឡូវរូបភាពនេះវាមិនចំសខ្មៅទេមានពណ៌ខាងក្រោមនេះបំលែងទៅសខ្មៅសុទ្ធហ្មងទៅស្រួលធ្វើការមួយគ្នាហ្មងអូខេអញ្ចឹងដើម្បីបំលែងទៅសខ្មៅសុទ្ធហ្មងចុច Control Shift U Control Shift U ហ្នឹងគឺ
desaturate របស់វាហ្នឹងណាចូលនៅ image នេះមក adjustment desaturate ហ្នឹងណាចេះបើ keyboard shortcut ផ្លេចកន្លែងរបស់វាណា desaturate នេះមួយនេះ control shift command shift u control shift u របស់យើងហ្នឹងចុចមកទៅជាពណ៌សខ្មៅអស់លេងឃើញអត់អូខេ control នេះសូត្រមកឲ្យវាធំស្រួលបង្ហាញនេះយើងតោះចាំដើមកែវាយើងចង់ប្រើ curve ជា control M ឬក៏យើង image adjustment របស់យើងហ្នឹងមកមាន curve អាមួយនេះ command M ឬ control M របស់យើងហ្នឹងក៏ប៉ុន្តែបើយើងប្រើលើហ្នឹង layer របស់យើងធម្មតាអញ្ចឹងវានឹងអីគេ destructive មានថាបើយើងធ្វើហើយខូចគឺចប់តែម្ដងមកកែអត់បានទេតែយើងចង់កែបានតបំលែងអីគេ background របស់យើងទៅជា smart object ជាមុនសិនឬក៏យើងប្រើអីគេមួយទៀត adjustment layer អញ្ចឹងប្រើមួយណាក៏បានទៅចិត្តរបស់យើងណាឥឡូវខ្ញុំបង្ហាញ adjustment layer សិនព្រោះជា background ចាប់ប៉ះពាល់ background របស់យើងចូលទៅក្នុងកន្លែងនេះ adjustment layer ចុចវាមកឃើញអត់មាន curve គេអាច curve មកចេញ curve របស់យើងមកទាញ curve មកក្រៅមកក្រៅ curve របស់យើងនេះឲ្យគ្នាមើលនេះជា curve របស់យើងអូខេតោះហ៊ានមើលទាំងអស់គ្នា curve មើលឃើញច្បាស់ទេយើងធំតិចមកណាតោះអូខេ curve ថា curve កែពលឺមិនចឹងហើយពីទៅយើងប្រើកែពលឺឧទាហរណ៍ថាវាសពេកភ្លឺពេកចង់ឲ្យវាងឹតអញ្ចឹងមុននឹងចាប់ដើមកែពលឺចង់ឲ្យយើងមើលទៅលើអាខ្សែបន្ទាត់នេះសិនបន្ទាត់របស់យើងចាប់ពីក្រោមឡើងទៅលើផ្លឹបមកលើនេះហើយមើលអាខាងក្រោមនេះមានអីគេមានខ្មៅនេះគេគឺសមានថាសបោល shadow អានេះគឺជា highlight ពលឺរបស់វាអាកដាផេផេនេះហៅថា mid tone ដល់ណាលើនេះគឺដែរមាន shadow mid tone highlight system នេះគឺអញ្ចឹងនៅក្នុងនេះអាលើនេះតំណាងឲ្យ highlight អាក្រោមនេះតំណាងឲ្យ shadow អាងឹតទៅណាអញ្ចឹងឧទាហរណ៍នេះអាងឹតបើខ្មៅមិនអញ្ចឹងហ៎អា highlight ពណ៌សគឺវាពណ៌សហើយឧទាហរណ៍ចង់អាខ្មៅនឹងវាភ្លឺវិញយើងធ្វើម៉េចយើងទាញអាខ្មៅនេះមកឲ្យគេមកលើមកលើវាមិនភ្លឺត្រូវអត់អូមកលើនេះមកគឺភ្លឺអត់ទេវាភ្លឺទៅអាខ្មៅនោះទៅជាភ្លឺតោះប៉ុណ្្នឹងអត់ទេអូខេចេះអសនេះទីតាណាទីទៅក្រោមទីមកគឺវាងឹតអត់ទេយើងថយឲ្យវាងឹតអញ្ចឹងយើងអាចទាញបែបហ្នឹងបានឲ្យភ្លឺអានេះឲ្យវាងឹតវាបាក់គ្នាហើយមិនទៅអីគេវិញទៅជាពណ៌អីគេបាត់ហើយពណ៌ប្រផេះដោយសារតែពលឺហើយនឹងស្រមោលវាស្មើគ្នាគឺស្មើគ្នាទៅជាពណ៌ប្រផេះបាត់ហើយឃើញអត់អូខេអញ្ចឹងជាកែពលឺហើយសួរថាការកែពលឺប្រើបាត់តែ curve ហើយមែនទេអត់ទេមានច្រើនមានជា level មានជាអីចឹងទៅប៉ុន្តែ curve វាល្អជាងគេត្រង់អីគេអាបន្ទាប់របស់យើងទៅវាត្រង់តែយើងអាចធ្វើជាខ្សែកោងបានឥឡូវឧទាហរណ៍ចង់ឲ្យវាកោងបន្ថយពលឺប៉ុន្តែពលឺវាថយឲ្យស្មើមិនឲ្យពលឺថយមកគឺថយវាមិនចេះទេឬក៏ថយវាមិនចេះទេអានេះមកតែពលឺសុទ្ធទេឃើញអត់អញ្ចឹងវាមកវាខ្លាំងពេកចង់ឲ្យវា smooth ល្អយើងប្រើជាខ្សែកោងវិញយើងអូសអាកណ្ដាលនេះជា mid tone របស់វាទីចុកមកគេវាស្មើមកស្អាតទេអូខេចាំវាកណ្ដាលរបស់យើងឲ្យវាភ្លឺស្មើចេះអញ្ចឹងអាខ្មៅនេះភ្លឺតិចឡើងមកអាសនេះភ្លឺតិចឡើងមកគេវាកោងឡើងមកអត់ទេវាកោងឡើងមកចេះវាអត់ smooth វាអត់អីគេអត់រឹងទីឆៅចេះទេតោះនេះប៉ុណ្ណឹងអូខេពេលខ្លះយើងចុចវាហើយច្រឡំដៃចុចមួយទៀតចុចចុះចុចឡើងកែបានអញ្ចឹងកែបានទាំងអស់នេះយើងអាចទាញកន្លែងណាក៏បានតែចិត្តរបស់យើងវា advantage ទៅជាមួយនឹងការប្រើ curve ជាឧទាហរណ៍យើងច្រឡំដៃចុចច្រើនអញ្ចឹងហើយចង់លុបវាចោលធ្វើម៉េចទៅចាប់ទីវាក្រៅមកចុចទីវាក្រៅមកចុចទីវាមកទៅក្រៅផុតអស់ទីផុតមកចំណាអស់មកដើរវិញធម្មតាអូខេអញ្ចឹងយើងដឹងទូទៅសញ្ញាទៅរបស់វាគឺយើងអាចប្រើដើម្បីបន្ថែមពលឺបន្ថយពលឺហេថែមពលឺបន្ថយពលឺគឺវាស្អាតមែនតើអូខេថែមពលឺស្អាតខ្លាំងមែនតើប៉ុន្តែចង់ដូរពណ៌ឲ្យវាខ្ញុំចង់កែពណ៌យើងធ្វើម៉េចយើងដូរកន្លែងនេះRGB គឺ channel RGB តែផ្គុំជាពលឺមកហ្នឹងឯងគឺថា RGB ផ្គុំនេះ 100%ចេញបានអីគេមកចេញបានពលឺពណ៌សមកក៏ប៉ុន្តែនៅក្នុង channel RGB ហ្នឹងវាបំបែកទៅជា3ទៀតឃើញអត់មាន R G ហើយនិង B ផ្សេងគ្នាតែយើងប្រើ 3 ដើម្បីធ្វើការកែពណ៌ហ្នឹងឯងចង់កែពណ៌ជាមួយ curve គឺយើងត្រូវប្រើជាមួយនឹង RGB របស់យើងតោះណាតោះឥឡូវយើងមើលទាំងអស់គ្នាខ្ញុំចូលទៅក្នុង red របស់យើងនេះ red គឺក្រហមអញ្ចឹងណាចង់បន្ថែមពណ៌ក្រហមឲ្យវាយើងចូល red ចង់បន្ថែមពណ៌ខៀវយើងចូល green ចង់បន្ថែមពណ៌ខៀវបៃតង green ខៀវគឺ blue មានតែ3ហ្នឹងឯងមែនទេចុះបើយើងចង់ថែមពណ៌លឿងធ្វើម៉េចទៅចង់ថែមពណ៌ស្វាយផ្កាឈូកយើងធ្វើម៉េចទៅចង់ថែមពណ៌សៃអិនយើងធ្វើម៉េចទៅប្រើឲ្យទៅដែរអូខេតែយើងដឹងអំពី flow របស់វាធ្វើយ៉ាងម៉េចឥឡូវឧទាហរណ៍ចូលទៅ red អីទីយើងមើលពេលយើងចូលទៅ red
sai giống mình khổ mình lơ mình chẳng trong một thay bài biểu hóm dương ô hoặc sai bây giờ đó ở lao lơ nó trên cái hóm nữa trên cái hóm chứ thưa cho anh bóp xây bị cái hóm thưa mày tới cho anh bóp cái cho anh bóp sai ân nhưng thưa mày ô cái hóm nó cho khổ vậy trên bóp sai ân nó hai bóp sai ân đó là gì hay là bóp sai ân bờ cái là teal color nó là thế này color phim dưới là teal orange and teal là cái nữa nè ok chứ như tháng tôi chỉ bóp cái hóm cho khổ tôi chỉ teal bây giờ đang thay tôi chỉ teal bây giờ đừng chẳng giờ mưa lại nè thì giờ mưa nếu là mưa cái color pedal bao giờ đấy xuống mưa ok nhưng đồ này tí sẵn là vậy thì dương xuống mỡ lớn ý dương miền color viền mùi mà sân thì dương khác bác mà miền color viền tệ miền trẻ thật chính mà anh trẻ dương ai đồ bỏ đổi bàn chẳng nữa dương trong thưa ca bằng hai color viền rồi hai một lần trước cho nên color panel bỏ khởi tích trong window color hồ color này khởi báo hay dương cho lại sang vịt bao giờ thì tre bảy color này máu dương đồ bằng khăn color viền chỉ color viền là dương khởi như thế hết chứ dương hiện mơ từ ngọc này tao nhưng từ đám với lục bảy trả sân dương mơ color viền bao giờ mình ấy kia mình có hóm để tiết bảy tón kiểu cái tre cao bao giờ thế chỉ tre cao bao biết bảy tón có hóm hay là bỏ kiểu ní red cái blue bao giờ nè ok chứ dương mơ thì kiểu blue mình chẳng hay là red có hóm là red đi mở chứ là nắp phải chạm bờ red phải chôm mục này bờ redคือไอ้เก๋เนี่ยมันนี่มั้งคือปอใส่อันเอาแต่ที่จะปอใส่อันมันจังฮะจัง red tôiจะบวยนังปอใส่อันบ่เยอะนังจังบานยังไทยเก๋ไปเยอะปัดทอย red เนี่ยปัดทอยvới cho khổมั้งมันทอยcho khổมันsao lạiเก๋vì mình choใส่อันฮะbây giờ thay với khác với tôi chỉ bỏ cả hòm ngay tao đấy bao là số chạm ấy số chạm tao đầu tiên ưu tiên họ sẽ cho đường green bây giờ thay tới lớn thì bỏ cái ก๋máu trình bỏ green chứ cho khổ với bỏ cái ก๋thì giờ slide bàn là thế ai sợ là bóng bài toán ní bài toán hàng khổ bài toán cứ bội kia cứ bỏ xoay chứ như thôi mà mở xoay mình xoay là thì sủa chạm á chứ thì dương phương từ bốn ai đừng chọn lõm bên tay dương mưa xa mưa tới mưa mau du tới dương chạm mà rồi trồ sần lên nhé ok đây rồi ngày tam tuần nào tới chạm mưa chạm đây cái bật ở dương ợt đó đó mình lùi trong khơi biến tham thì bội kia chính bỏ khiêu chứ tôi đừng khiêu bỏ cái cứ bỏ lương chỉ thôi cho khổ mới chính bỏ cái máu chính bỏ lương thì ở chẳng chứ trong cái bỏ cái gì ai cái bạn này còn nói rằng ok hay đi số tháng bền chắc bách phở thử bách phở khơ thử cho đồ bỏ số ngón này nhưng mà để trả sản rất là ai phở thì bàn ta nè hue saturation bao nhiêu nè chọn the colorize mới máu đồ dùng đôi khi ở đấy đồ ban tam trận saturation đất ấy ban mà cặp play đi thôi phần trang hả ok chứ line này này cứ thay một lư thay ban mà cặp play ok bạn ở thế bạn có phần tài ưu tiên ho thác lại dầm máu bao nhiêu nè dương cho lại bị khiêu đất chức năng được gặp bò với tay chỉ bò kịp xây bùi tiền những thơ mày cái thừa bán này chỉ muốn đừng nó cứ ban tại cái đô tập bò chứ cứ ok phần tay bởi dương trong detail từ lời shadow hay đừng highlight bao viết khi dương phở bàn này curve dương phở bàn ra curve mới tới đi sai cao việc put pen bị bắt bàn bàn tạm chất ok tôi mời ở cái này là ưu tiên họ dùng cháu lục chảo với má dùng cho curve thực tại chỉ bị đo máu như cho property bao viết khi dương miền này cái mình sai thầm đã là đô bò tao giờ mời ở cái đã bò nhưng cho bạn bò xoài chứ nhưng bò cái bài tòn bò green nhưng thôi green mất chính bò xoài mà nói vậy thì dương mời cho bao thế chúng bạn dương tiếng những tiếng mình thôi bảo việc cái đàn cho máu này chứ việc phép bị cái bị shadow là màu dương đó cái đó highlight bao nhiêu nè chắc ưu tiên họ thác lại highlight bao nhiêu nè mình sò cái gì dương tí cái sò đấy cho không thì bớt chứ sò thì bỏ cái đài ấy tôi chỉ bỏ xoay khi khi flexible thế muốn thừa bàn thì anh ấy nhìn thừa bàn cứ nhớ thừa bàn như tí bao đi mình mở thì cái bánh chỉ bài to của mình ít time tới lớn bài to mình chẳng á mà cả đá đấy cứ bỏ thòng mà đá cứ bỏ so thòng mà đá dương tin cho khóm đồ bằng chế bây giờ tin mà hay cái hàng về như thấy như ta làm green đó này mình chẳng chắc lại highlight hàng lớn đó tôi chỉ cái tôi chỉ green bây giờ cho ai biết tôi chỉ bỏ xoay đá cho khóm má với xoay đá bạn khi flexible thế đạn cho mà ưu tiên họ trước cái hàng này mình khóm chỉ shadow mình chẳng á bây giờ time shadow bài to giờ ô la lơ máu chứ shadow tới bài to này đã mấy thưa ban thì cái thưa ban cái nhá bây giờ thôi về mình thôi bị green mà ấy kia với mà can post xoay giờ ô mà chứ anh nó shadow bây giờ họ ta xoay giờ muốn khi nhớ flexible làm này đen giờ ô máu giờ sợi máu bàn tạm chất
ចង់ថែមពណ៌ផ្សេងទីពីលើហ្នឹងឧទាហរណ៍ខ្ញុំចូលមកក្នុង red វិញមកវាខ្សែត្រង់វិញឃើញអត់អញ្ចឹងបន្ថែម red ទៅលើ highlight ឧទាហរណ៍ highlight ពណ៌ឲ្យវា red យើងអាចទីនេះបានឃើញអត់ឃើញវា red អត់ទេចឹងយើងថយក្រោយ red មកឲ្យគេវិញ red ផ្ទុយទៅវិញគឺខ្សែ n យើងថយមកក្រោយវិញមកចឹងឲ្យលើទៅជាពណ៌ខ្សែ n ឃើញអត់តោះនេះចឹងហើយយើងអាចសេរីថែម red ថែមខ្សែ n អីបានតាមចិត្តគឺវាមិនចូលគ្នាបាន creative ខ្លះមែនតើឃើញអត់យើងអាចសេរីតាមហ្នឹងអូខេសល់អីគេមួយទៀតមិនហ្នឹងសល់ green green ហើយនៅសល់ red ហើយដែរហើយអស់ហើយមានអីទៀតសល់ blue អូខេតោះចឹង blue ផ្ទុយជាមួយពណ៌លឿងមិនចឹងខ្ញុំថែមពណ៌លឿងបញ្ចូលក្នុង highlight របស់យើងនេះយើងទីនេះ highlight យើងមកឆ្វេងមកឃើញទេអានេះថយចុះក្រោមទៅជាលឿងមិនបើយើងថែមទៅជាខៀវថែមមិនចឹងចុះក្រោមមកទៅជាលឿងវាថែមពណ៌លឿងបញ្ចូលក្នុងហ្នឹងអូឲ្យខៀវទាំងអស់នេះមកឲ្យអាពណ៌ខៀវនេះថែមទៅលើ shadow ឬក៏ឲ្យលឿងទៅលើ shadow យើងថយមកអញ្ចឹង shadow របស់យើងចេញពណ៌លឿងមកទៀតឃើញអត់អូខេអញ្ចឹងនេះយើងដំបូងយើងច្រឡំបន្តិចតែគឺយើងមើលជាមួយនេះជាមួយនឹង color ជាមួយនឹងអីគេឡើយហ្នឹងcolor wheel មើលធ្វើ10រូបភាពទៅចេះហើយយើងយល់បានហើយយើងសេរីអង្គុយសេរី curve តាំងខ្ញុំអញ្ចឹងសេរីមួយអញ្ចឹងមកហើយចង់សេរីពលឺទូទៅយើងប្រើជាមួយនឹងអីគេ RGB អាហ្នឹងអាពណ៌សយើងទៀតហើយភ្លឺឃើញអត់នេះឯងសេរីភ្លឺជាងនឹងទៀត shadow របស់យើងឲ្យសឲ្យអាងឹតបានតាមចិត្ត flexible ខ្លាំងណាស់ឃើញអត់លយមែនតើអូខេប៉ុណ្ណឹងតែទៅជាមួយនឹង curve ខ្សែកោងអូខេហ្នឹងអរគុណយើងទាំងអស់គ្នាដែលបានចូលរួមថ្ងៃនេះជួបគ្នានៅក្នុង live លើក្រោយទៀតអរគុណច្រើនរីករាយសួស្តីបាទ